កូនច្បងឆាប់រត់ទៅបើមិនរត់ពេលនេះទេប្រចាំមិនតាន់ពេលបើចង់រត់ទាំងអស់គ្នាទៅចេញពីដំណាក់ឡឡាធ្វើជាប្រជារាស្ត្រសាមញ្ញរស់នៅធម្មតាចិញ្ចឹមកូនទាំងពីរឲ្យធំឡើងអាយអត់មកបានកូនអាចស្អាតស្អីបងបាយកូនឆាប់រត់ទៅបងគឺជាកូនប្រុសរត់ចាប់ប្រពន្ធក៏មិនកើតទេបងមានដាទីអូជីនៅណាហ៊ីនឌីរៈអង្គរៈលើឡើងទៅអូនដាក់ចង់ខ្លួនបងអូនគេពីរនាក់សុំឲ្យពួកគេសុខសប្បាយបងចង់កូនច្បងតែជាមួយទៅថ្ងៃក្រោយពួកគេធំហើយលេអាគុជនេះជារបស់សម្គាល់របស់បងហើយឆាប់រត់ទៅស្ដេចលេឡាមានស្នំចានថែមទាំងមានស្រីចានទៀតប៉ុន្តែនៅក្នុងចំណោមស្រីស្នំទាំងអស់មានតែអូនទៀតដែលមានកូនភ្លោះបងជឿថាគេមិនហ៊ានធ្វើអ្វីៗទាំងពីរនេះទេពីព្រោះថាពួកគេខ្លាចនគរឡៅឡាំងបាច់ពូព្រះអង្គចាប់ដាក់សង្ស័យហើយប្រសិនបើយើងនៅតែ4នាក់ពួកយើងត្រូវស្លាប់តែ4ស្ដាប់តាមខ្ញុំណាបងឆាប់រត់ទៅម្ចាស់ស្ត្រីមិនតែទៀតខ្ញុំនាំកូនខ្ញុំទៅតាមក្រៅពួកយើង4នាក់សង្ឃឹមថាមានឱកាសជួបគ្នាវិញព្រះអង្គបាត់ទៅអ្នកជាម្ចាស់ស្ត្រីដែលយើងសពប្រតិម្នាក់ទៀតជាអង្គរៈដែលយើងលើកដំកើងពួកឯងទាំងពីរអ្នកមិនដឹងថាមានទោសទេព្រះអង្គរឿងនេះមិនពាក់ព័ន្ធជាមួយម្ចាស់ស្ត្រីនិងក្មេងទាំងពីរអ្នកនេះទេសូមដាក់ទូបង្គំចុះទេការពិតជាកំហុសរបស់ខ្ញុំម្ចាស់ពីព្រោះខ្ញុំម្ចាស់ស្រឡាញ់អង្គរៈមែនទោះបីខ្ញុំម្ចាស់ស្លាប់ទៅជាខ្មែរក៏ខ្ញុំម្ចាស់ស្រឡាញ់អង្គរៈដែរព្រះអង្គចង់ដាក់ទោសខ្ញុំម្ចាស់យ៉ាងណាក៏ដោយប៉ុន្តែសូមព្រះអង្គលើកលែងទោសឲ្យគេផងទៅកំបិតអូជីដែលយើងប្រគល់ឲ្យទៅឯងប្រគល់ឲ្យយើងវិញយើងនឹងទុកផ្លូវរស់ឯងមួយទូបង្គំហួសស៊ីនដល់ដឹងច្បាស់ណាស់ប្រគល់កំបិតអូជីឲ្យព្រះអង្គដោយប្រគល់ជីវិតទាំង4ឲ្យព្រះអង្គអញ្ចឹងក្មេងនៅក្នុងដៃរបស់ឯងទុកនៅទីនេះហើយមិនអាចទៅរួចទេព្រោះជីវិតក្មេងនេះមានតម្លៃជាងកំបិតអូជីទៅទៀតពួកឯងកុំសង្ឃឹមថាបានរស់ឲ្យសោះព្រះអង្គឲ្យពួកគេដកថយទៅមិនចឹងទេក្មេងនេះប្រកាសជាមិនរស់ទេថយចេញបងឆាប់រត់ទៅខ្ញុំមិនរត់ទេឃើញទេព្រះអង្គឆាប់រត់ទៅយើងមិនទុកជីវិតឲ្យសេចង្រៃឯងទេម្ចាស់ក្សត្រីម្ចាស់ក្សត្រីសាច់ឈាមរបស់យើងនគរលើឡើងឥឡូវមានអ្នកបន្តវេនហើយ18ឆ្នាំក្រោយមក
ហើយចង់ធ្វើស្អីកុំហើយប្រកាសនេះចោលទៅបើទៅលោកមិនមែនជាមនុស្សឈួតទេហើយអ្វីក៏ប្រព្រឹត្តរឿងឈួតបែបនេះហើយសេចក្តីប្រកាសត្រូវតែដៃក្បាលដឹងដែរទេណាយើងនឹងសេចក្តីប្រកាសនេះគឺប្រកាសរកបិទឧជារបស់នគរលើឡាំងដែលបាត់ពី18ឆ្នាំមុនលោកមាននឹងយើងនឹងហើយអូយធ្វើឆ្លាតតិចទៅពីមុនមានមនុស្សជាច្រើនពុទ្ធចង់បានរវល់ហប់ព្រះអង្គក្រោយមកពួកគេបានស្លាប់នៅក្រោមកបិទរបស់លោកម្ចាស់វាងយល់ល្អត្រឡប់ទៅវិញទៅវានៅតាន់ពេលទេយើងហ៊ានហើយមិនគិតថាចង់បិទវិញនោះទេអូសូមសួរលោកម្ចាស់វាងថាសេចក្តីប្រកាសនេះបិទនៅមុខដំណាក់លោកម្ចាស់មែនទេឥឡូវនេះមិនដឹងស្អីមែនឆាប់រត់ជង្គង់ចុះព្រាបទៅសូមសួរលោកម្ចាស់វាងម្ដងទៀតលោកធ្វើការបម្រើព្រះអង្គមែនទេថ្លើមធំវាងជន់ខ្ញុំស៊ីប្រាក់ខែព្រះអង្គប្រើរបស់ព្រះអង្គមានចិត្តតែមួយទេធ្វើការបម្រើព្រះអង្គបរិវេណរាប់រយយោជអ្នកណាមិនដឹងថាវាងជន់ខ្ញុំជាមន្ត្រីស្មោះត្រង់នោះបានជាងមែនខ្ញុំធូរចិត្តហើយឯងធូរចិត្តខ្ញុំតាមរកកំបិតអ៊ូជីនទេសាខ្លាំងណាស់កំបិតអ៊ូជីឲ្យទៅដល់ដៃលោកម្ចាស់ខ្ញុំខំធ្វើដំណើររាប់រយយោជគួរតែព្រះអង្គខំចំណាយប្រាក់រាប់ម៉ឺនដំឡឹងឲ្យពួកគេតាមរកតែនៅតែរកមិនឃើញហើយនេះជាកំបិតអ៊ូជីមែនទេនឹងមើលលោកម្ចាស់បាននេះគេហៅថាភ្នំមិនខ្ពស់ទឹកមិនជ្រៅ